បាទសួស្តីបងប្អូនទាំងអស់គ្នាដែលនិយមចូលចិត្តលេងបាក់សីកីឡានិងការចិញ្ចឹមសត្វទាំងអស់គ្នាហើយសម្រាប់វីដេអូនេះដែរគឺអត់មានអ្វីប្លែកចែកជូនបងប្អូនមើលលេងកំសាន្តទេគឺមានតែថតមនដែលទើបតែមកដល់ថ្មីនេះចែកជូនបងប្អូនមើលលេងកំសាន្តហើយសម្រាប់អាមននេះដែរគឺគីឡូវា27អញ្ចឹងបើសិនជាវាឡើងសាច់ពេញអាចឡើងដល់33ឬក៏32បងប្អូនចឹងសម្រាប់អាកម្មនេះគឺមកចូលទីវៀតណាមអញ្ចឹងបងប្អូនមើលរូបរាងផែនរបស់វាគឺមិនដែរអញ្ចឹងមុននេះដែរយើងមិនទាន់បានសម្អាតវាមិនទាន់បានជូតទឹកមិនទាន់បានអីទេព្រោះវាទើបតែដល់ថ្មីអញ្ចឹងសម្រាប់ការឡាំរបស់វាបងប្អូនខ្ញុំបានឡាំមើលហើយគឺវាវាយជើងជះនិងវាយក្នុងអញ្ចឹងការវាយរបស់វាគឺជើងធ្ងន់បើសិនជានៅក្នុងយើងអាចសង្ឃឹមភាគរយច្រើនព្រោះអីវាខំវាយកន្លែងណាក៏វាខំវាយដែរហើយរូបរាងវាពេលនេះគឺអាចដូចជុលបានហើយបើសិនជាយើងថែគីឡូឡើងពេញវាអាចវាយធំជាងនេះបងប្អូនហើយសម្រាប់អាក្របនេះគឺយើងត្រៀមជុលនៅថ្ងៃទី20ជាងហ្នឹងព្រោះអីវាដុះរោមពេញហើយអញ្ចឹងនៅតែយើងថែវាមួយអាទិត្យពីអាទិត្យទៀតនឹងចូលដល់មីថ្មនឹងសៃវាបន្ថែមតិចដើម្បីត្រៀមលេងប្រហែលថ្ងៃខាងមុខទៀតខ្ញុំនឹងយកមន្តបន្ថែមច្រើនទៀតបងប្អូនថតចែកជូនបងប្អូនមើលលេងកំសាន្តអញ្ចឹងហើយនេះគឺមន្តដែលយើងមាននៅក្នុងត្រង់ស្រាប់អញ្ចឹងវាពេញរោមហើយយើងអាចយកវាទៅលេងតាមភូមិសប្បាយជាមួយបងប្អូនអ៊ំពូមីងទាំងអស់គ្នាក្នុងភូមិហ្នឹងវាយសប្បាយនៅមុនរដូវភ្ជុំខាងមុខនេះអញ្ចឹងបងប្អូនហើយសម្រាប់អាមួយនេះគឺវាវាយជើងជះមិនសូវបានទេវាបានជើងក្នុងដូចគ្នាដែរបងប្អូនហើយសម្រាប់អាមួយនេះគឺចាស់ហើយដូររោមសាហើយខ្នល់អីមិនទាន់កាត់ទេមុនមួយរយៈពេលនេះគឺសិតតែមុនវាយក្នុងគ្មានមុនណាដែលថាប្រាក្បាច់ដូចមុនទេសម្រាប់អាខ្វាក់នេះបងប្អូនទាំងស្រាប់ហើយគឺឥឡូវនេះវាបដូររោមពេញហើយឥឡូវវាបងតែកញ្ជ្រោលហើយមុនភ្ជុំគឺយើងចេញជុលវាសាជាថ្មីម្ដងទៀតឥឡូវនេះយើងមិនទាន់បានស្រែកតុយមិនទាន់បានជូតទឹកវាទេគឺយើងក្រុងទឹកវាដុះរោមអញ្ចឹងចាំទៅពេលណាខ្ញុំថែវាស្អាតបាត់ហើយយើងថតចែកជូនបងប្អូនមើលលេងកំសាន្តទៀតហើយសម្រាប់វីដេអូនេះបងប្អូនគឺមានតែប៉ុណ្្នឹងទេបើសិនជានិយាយទៅមានការរំខានសំឡេងពីខាងក្រៅសូមបងប្អូនមេត្តាអធិស្ឋានផងហើយកុំភ្លេចចុចវាជាវនិង Subscribe អ្នកមួយដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតហើយវីដេអូគឺមានតែប៉ុណ្្នឹងទេបងប្អូនសូមអរគុណបងប្អូនទាំងអស់គ្នាតាមដានវីដេអូនេះពីដើមរហូតដល់ចប់